ngày ní lục cừu mò ní dây âm pi riêng cha bồ rán ham tụt tu robot từng buôn giang ní giờ mà đặt không tiệt robot từng buôn giang nú cứ thật được không tiệt pel na hỏi mình nú được không tiệt nâng bắt bong liệp nâng trâu một đó lún hỏi bay chia robot bị đầy từ vinh chun cá phơi oi nèในក្នុងផ្ទះនោះមានជំងឺឈឺថ្កាត់មើលពុំជាមើលពុំជល់ក៏មាននៅអាស៊ីនិងអឺរ៉ុបយើងនេះក៏គេមានជំនឿស្រដៀងទៅនឹងដូនតាខ្មែរយើងដែរតើកូនចៅធ្លាប់បានសង្កេតមើលដែរឬទេចាស់ពីមុនគាត់ឧស្សាហ៍សង្កេតមើលណាស់ 3-4 ថ្ងៃឬក៏មួយសប្តាហ៍បន្ទាប់ពីទទួលអ្វីមួយចូលមកក្នុងផ្ទះហ្នឹងតើវានាំសេរីសួស្តីឬក៏នាំឧបទ្រពចង្រៃចូលក្នុងផ្ទះពេលខ្លះនឹងត្រូវបានទទួលលាភហើយបែរជាមានអ្វីមួយមករារាំងធ្វើឲ្យយើងខាតបង់ទៅវិញបើធ្លាប់កើតឡើងលើកូនចៅណាគួរតែទៅរកមើលនៅក្នុងផ្ទះបើឃើញយករបស់នោះចេញឬធ្វើពិធីឧបកិច្ចឲ្យកើតជារបស់ថ្មីដើម្បីកម្ចាត់បងនូវភាពឧបទ្រពចង្រៃនោះចេញទី1ហាមទទួលយករូបបដិមាករដែលបាក់បែកមកដាក់ក្នុងផ្ទះមានទេវរូបមានរូបព្រះពុទ្ធបដិមាករមានរូបក្បាលអ្នកតាជាដើមបើដាក់នៅក្រោមគ្រែដំណេកទៀតអានេះឃើញផលលឿនណាស់វិញ្ញាហិនហើយខ្លោចផ្សាមានជំងឺឈឺថ្កាត់មើលពុំជាឡើយបាត់បង់លៀបមិនងាយនឹងទទួលបានលៀបវិញឡើយវិធីដោះស្រាយគឺយកទៅផ្ញើនឹងគល់ឈើនឹងវត្តឬនៅកន្លែងណាមួយឲ្យសមរម្យរួចនិយាយថាឧបទ្រពចង្រៃទាំងឡាយទាំងពួងដែលធ្លាប់មានមកលើខ្ញុំសូមទៅនៅនឹងកន្លែងនេះចោះអានេះពាក្យឧបកិច្ចគេនិយាយណាខ្ញុំមិនត្រូវការឯងទៀតទេហើយក៏និមន្តព្រះសង្ឃឬក៏ឲ្យឪពុកម្ដាយនឹងស្រោចទឹកឲ្យដើម្បីសុំលាភពរជ័យសិរីសួស្តីឡើងវិញឬបើយើងចង់បាននៅវត្ថុនោះទុកបូជាគួរប៉ះប៉ូវឲ្យមានទ្រង់ទ្រាយដូចរូបភាពដើមនិមន្តព្រះសង្ឃសូត្រអភិសេកប្រសិទ្ធិហើយក៏ដាក់នៅទីដ៏ខ្ពង់ខ្ពស់សម្រាប់បូជាសុំសិរីសួស្តីសុំលាភសក្ការៈសុំភាពសុខសាន្តរស់នៅត្រជាក់ត្រជុំត្រង់ចំណុចនេះក៏មិនជាអ្វីដែរព្រោះយើងបានយករបស់នោះទៅប៉ះប៉ូវទៅធ្វើឲ្យដូចទ្រង់ទ្រាយដើមហើយថែមទាំងយើងបានអភិសេកប្រសិទ្ធិទៀតផងនោះអញ្ចឹងរបស់នោះវាคล้ายទៅជារបស់មង្គលវិញហើយគួរតែដាក់ទីដ៏ខ្ពង់ខ្ពស់ដើម្បីធ្វើការសក្ការៈបូជាបើតាមចិត្តវិទ្យាមានន័យថាយើងជាមនុស្សមួយដែលមានចិត្តចេះអោនលំទោនគោរពអ្នកដែលខ្ពង់ខ្ពស់ជាងខ្លួនមិនមើលងាយអ្នកដទៃដែលមានឋានៈទាបជាងខ្លួនរមែងមានមុនស្នេហ៍ដល់មនុស្សទូទៅនិងមានសេរីសួស្តីទី2ហាមប្រើប្រាស់ឬទុកដាក់កញ្ចក់បែកចានបែកកែវបែកដែលវាបែកបាក់នៅក្នុងផ្ទះហាមទុកដាក់នៅក្នុងផ្ទះឲ្យសោះតាមជំនឿចាស់បុរាណខ្មែរយើងកញ្ចក់គឺជាវត្ថុមួយដែលអាចឆ្លុះបញ្ចាំងពីរូបរាងកាយមុខមាត់ពីជីវិតរបស់យើងវាអាចធ្វើឲ្យមុខមាត់រូបរាងកាយជីវិតរបស់យើងប្រេះស្រាំទៅតាមកញ្ចក់នោះដែរជួនកាលវាធ្វើឲ្យយើងបែកបាក់ប្រេះស្រាំក្នុងរាងកាយនៃផ្នែកណាមួយមុខមាត់មិនមានមុនស្នេហ៍បើនិយាយតាមចិត្តវិទ្យាវិញរាល់ពេលដែលយើងឆ្លុះមើលមុខទៅនឹងកញ្ចក់បែកប្រេះស្រាំនោះវាឃើញរូបភាពរបស់យើងនឹងមិនល្អគឺប្រេះស្រាំត្រង់ចំណុចនេះយើងកើតមានកូនចិត្តមួយដែលបង្កប់នៅជ្រៅដែលធ្វើឲ្យយើងមានសតិអារម្មណ៍មិនល្អដែលបង្កប់នៅក្នុងចិត្តរបស់យើងធ្វើឲ្យកើតកម្លាំងធម៌ពលអវិជ្ជមានកើតឡើងនៅពេលដែលកូនចិត្តដែលវាកើតឡើងនៅភាពអវិជ្ជមានធម៌ពលអវិជ្ជមានកើតឡើងនោះវាធ្វើឲ្យកម្លាំងធម៌ពលអវិជ្ជមានក៏កើតឡើងហើយរបស់ដែលជាអពមង្គលឧបទ្រពចង្រៃទាំងឡាយនេះក៏កើតមកតាមជាមួយដែរ
ដូច្នេះគួរកុំប្រើប្រាស់កញ្ចក់បែកបាក់ប្រេះស្រាំតែបើកញ្ចក់យើងវាចាស់យើងអាចប្រើទឹកអំបិលដុំសអំបិលសមុទ្របរិសុទ្ធណាព្រោះហ្នឹងវាមានអានុភាពក្នុងការកម្ចាត់នៅភាពឧបទ្រពចង្រៃឬរបស់អពមង្គលបាននេះតាមជំនឿណាយកមកដាក់ត្រាំនឹងទឹកមកហើយក៏យកទឹកនោះផ្ដិតទៅនឹងកណាត់ហើយយើងដាក់ជូតចឹងទៅជូតសម្អាតឲ្យវាថ្មីឡើងវិញហើយក៏យកទៅដាក់ហាលនៅកន្លែងដែលមានពន្លឺព្រះអាទិត្យកុំឲ្យកម្តៅក្តៅខ្លាំងពេកតែជាម៉ោង 7 8 ព្រឹកអីហ្នឹងណាដាក់ហាលស្ងួតទៅក៏យកមកទុកវិញទៅហើយការដែលយើងជូតសម្អាតថ្មីឡើងវិញហ្នឹងគឺយើងអាចប្រើការបាននេះសម្រាប់កញ្ចក់ចាស់ចំណែកកែវចានដែលបែកបាក់វាជាសញ្ញាសម្គាល់មួយនៃការហូបចុករកស៊ីនឹងបើរបស់នោះវាបាក់បែកហើយយើងនៅតែប្រើប្រាស់មានន័យថាបើតាមចិត្តវិទ្យាហ្នឹងគឺការរកស៊ីហូបចុករបស់យើងហ្នឹងវាលែងសូវកាក់កបដូចមុនហើយយើងមិនព្រមធ្វើការផ្លាស់ប្ដូរពីចំណុចមួយនោះធ្វើឲ្យការរកស៊ីរបស់ទទួលទានរបស់យើងហ្នឹងក៏វាមិនរលូនដែរគឺវារកាំរកុសរកមុខខ្វះក្រោយអញ្ចឹងណានេះការប្រើប្រាស់របស់ដែលបែកបាក់គ្រឿងដែលដាក់គ្រឿងបរិភោគធ្វើឲ្យកម្លាំងថាមពលរបស់យើងនឹងថយចុះងាយស្រួលក្នុងការវាយលុកពីកម្លាំងថាមពលអវិជ្ជមានគឺភាពដែលមករៀងមករកម្មរកុសដល់ការប្រកបអាជីពរកស៊ីរបស់យើងដែរទី3ការរើសយកកាបូបលុយឬក៏ថង់លុយដែលធ្លុះធ្លាយយកមកដាក់លុយកាក់មាសប្រាក់នោះក៏ធ្វើឲ្យទ្រព្យសម្បត្តិរបស់យើងហ្នឹងបាត់បង់បន្តិចម្ដងទៅតាមនោះដែរបើយើងនិយាយទៅតាមចិត្តវិទ្យាស្ទើរទៅនឹងការចំណាយលុយដែលមិនត្រូវទៅតាមគោលដៅគឺចំណាយទៅហើយមិនមានប្រាក់ចំណូលមកវិញជាមូលហេតុមួយដែលធ្វើឲ្យបាត់បង់លុយកាក់ទ្រព្យធនបន្តិចម្ដងអស់ដោយពុំដឹងខ្លួនដែលចាស់គាត់និយាយថាវាខំរកស៊ីមិនទំនេរដៃសោះតែមិនឃើញមានអីសងគេប្រៀបបានដូចជាទយោទឹកអញ្ចឹងបើវាធ្លុះធ្លាយច្រើនកន្លែងហើយទឹកដែលហូរចូលទៅគោលដៅនោះក៏វាមិនងាយពេញដែរដូច្នេះគួរប៉ះបើឬបិទបចិត្តដែលកន្លែងដែលវាជ្រាបលេចនោះមានន័យថាយើងកុំចាយវាយផ្ដេសផ្ដាសចាយឥតប្រយោជន៍គឺចាយគឺមានគោលដៅចាយទៅហើយគឺមានប្រាក់ចំណូលមកវិញនឹងចាំយើងចាយហើយទី4នេះអានេះក៏សំខាន់ណាស់ដែរខោអាវសម្លៀកបំពាក់ដែលគេប្រើប្រាស់រួចហើយហ្នឹងគេយកមកឲ្យយើងប្រើប្រាស់បន្តកុំទទួលយកមកប្រើប្រាស់ឲ្យសោះបើខោក្នុងឬក៏អាវក្នុងទៀតកុំទទួលយកជាដាច់ខាតតែបើយើងជាអ្នកខ្វះខាតចង់បានយកមកប្រើឬក៏ខោអាវគេដែលថ្លៃមានតម្លៃណាអាហ្នឹងលោកឲ្យយកអំបិលដូចលោកគ្រូប្រាប់មិញហ្នឹងណាដាក់ត្រាំទឹកហើយយកទឹកហ្នឹងមកបោកគក់ខោអាវនោះសម្អាតហើយក៏សម្អាតដោយទឹកយើងធម្មតាហើយក៏យកទៅហាលកម្ដៅថ្ងៃឲ្យបាន6 ទៅ 7 ម៉ោងរួចក៏យកមកអ៊ុតឲ្យស្អាតបាញ់ទឹកអប់ប្រេងម្សៅរួចនិយាយថាសូមឲ្យខ្ញុំនឹងប្រើប្រាស់សម្លៀកបំពាក់នេះហេងមានសេរីសួស្តីមានលុយហូរចូលការជឿជាក់ការគិតល្អនាំមកនៅរឿងរ៉ាវល្អទាំងនេះជាជំនឿរបស់ដូនតាខ្មែរយើងហើយជំនឿដោយបញ្ញាសូមប្រើវិចារណញ្ញាណក្នុងការជឿបើសិនជាកូនចៅទាំងអស់មានការគិតល្អនិយាយល្អធ្វើល្អផលវិបាកនៃកម្មហ្នឹងគឺល្អទាំងអស់មានន័យថាការទទួលផលនៃកម្មដែលយើងបានធ្វើហ្នឹងគឺល្អទាំងអស់ហ្នឹងទៅថ្ងៃអនាគតគឺល្អទាំងអស់គឺគិតល្អនិយាយល្អនិងធ្វើល្អគិតវិជ្ជមានធ្វើនៅរឿងវិជ្ជមាន
និយាយអ្វីដែលមានសារៈប្រយោជន៍ដល់ខ្លួននិងអ្នកដទៃនឹងបានទទួលផលល្អនៅថ្ងៃអនាគតជាមនុស្សដែលមានទេវតាថែរក្សាคุ้មគ្រងអញ្ចឹងថ្ងៃនេះក៏មានតែប៉ុណ្្នឹងទេក៏សូមឲ្យកូនចៅទាំងអស់មានសេចក្តីសុខកាយសប្បាយចិត្តស្ងប់ទាំងផ្លូវកាយស្ងប់ទាំងផ្លូវចិត្តរស់នៅមានសតិសម្បញ្ញៈក្នុងការប្រកបការងារហើយសូមប្រើវិចារណញ្ញាណក្នុងការពិចារណាផងមុននឹងជឿមុននឹងធ្វើអ្វីមួយ